ពេលនេះខ្ញុំបាទឆាណែរធីយូណាសូមស្វាគមន៍បងប្អូនទទួលការស្ដាប់អាណាចក្រអង្គរភាគ3បន្តម្យ៉ាងទៀតប្រាសាទនេះកសាងនៅលើកំពូលភ្នំខ្ពស់ហាក់បីដូចជានៅឋានសួគ៌ដែលជាកន្លែងព្រះអាទិទេពត្រង់គង់នៅដូច្នោះហេតុនេះហើយបានជាប្រាសាទព្រះវិហារមានលក្ខណៈពិសេសជាងប្រាសាទនានា21ដោយសារតែថៃយល់ថាប្រាសាទនេះមានភាពអស្ចារ្យមានអំណាចបុណ្យបារមីខ្លាំងជាទីប្រជុំអាទិទេពធំនៅសម័យអង្គរនិងជាកន្លែងពិសិដ្ឋរបស់ព្រះមហាក្សត្រខ្មែរសម័យអង្គរគេគោរពបូជាដូច្នេះហើយបានជាថៃមកដងទឹកនៅក្នុងស្រះនៃប្រាសាទព្រះវិហារយកទៅធ្វើជាទឹកសុគន្ធវារីនៅពេលស្ដេចរាមាទី9ឡើងសោយរាជ្យ22ចាប់ពីឆ្នាំ800ដល់ឆ្នាំ877ពោលគឺគ្មានសាលាចារឹកនិងពុំមានស្ថាបត្យកម្មច្រើនទៀតផងហេតុនេះអ្នកវិទូបានឲ្យទោសអ្នកជាច្រើនដូចជាការដែលគ្មានសាលាចារឹកនោះគឺមកពីពេលនោះស្ដេចមានអំណាចខ្លាំងគឺមិនអនុញ្ញាតឲ្យអ្នកណាចារសាលាចារឹកប្រសិនបើគ្មានបញ្ជាពីព្រះមហាក្សត្ររឿងបែបនេះគឺមានចាប់រជ្ជកាលព្រះនាងជ័យទេវីរហូតមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី3គឺពុំមានសាលាចារឹកច្រើនទេ23មកដល់រជ្ជកាលព្រះបាទឥន្ទ្រវម្មទី1និងបុត្រាទ្រង់គឺព្រះបាទទេសោវមទី1បានកសាងប្រាសាទល្បីជាច្រើនដូចជាព្រះគោលល័យបាគងបាខែងរាល់សាលាចារឹកនៅសម័យនេះគឺជារបស់ស្ដេចទាំងអស់ដែលពុំមានអំណាចខ្លាំងក្លាទឹកដីមានព្រំប្រទល់ទូលំទូលាយបើតាមឯកសារចិនខាងកើតទោចម្ប៉ាខាងត្បូងទោសមុទ្រខាងលិចទោទ្វារវតីខាងកើតទោចិនព្រះបាទទេសោវមទី1បានកសាងរាជធានីអង្គរមុនគេបង្អស់ដែលមានភ្នំបាខែងជាស្នូលរាជធានីដែលមានទំហំ4គោកមកការ៉េ4ជ្រុង24ព្រះបាទជីវវ្ម័នទី4ឡើងសោយរាជ្យនៅឆ្នាំ925 941គូសព្រះអង្គជាស្ដេចជ្រែករាជ្យព្រោះព្រះអង្គបានឡើងសោយរាជ្យនៅតំបន់កោះកេតដំណើរគ្នានឹងក្មួយរបស់ព្រះអង្គដែលសោយរាជ្យនៅអង្គរ922 928គូស25មានមូលហេតុជាច្រើនដែលបាននិយាយពីការលើករាជធានីទៅកោះកេតរបស់ព្រះបាទជីវវ្ម័នទី4ដោយសារព្រះអង្គជាស្ដេចជ្រែករាជ្យមិនអាចសោយរាជ្យនៅអង្គរបាននៅតំបន់អង្គរសម្បូរសំណងជាច្រើនជាហេតុធ្វើឲ្យព្រះអង្គមិនអាចកសាងអ្វីបានស្វែងរកកន្លែងថ្មីនិងសាងសង់សំណង់ឲ្យធំជាងនៅតំបន់អង្គរ26ព្រោះសំណង់ទាំងឡាយរបស់ព្រះបាទជីវវ្ម័នទី4មានលក្ខណៈធំសម្បើមដូចជាសវលឹងដុំថ្មសាងប្រាសាទចម្លាក់គឺមានលក្ខណៈធំជាងសំណង់ទាំងឡាយនៅអង្គរ27ព្រះបាទជ័យវរ្ម័នទី4ត្រូវជាប្អូនថ្លៃព្រះបាទទេសោវមបានជ្រែករាជ្យហើយបានលើករាជធានីនៅឆោតកឲ្យសព្វថ្ងៃហៅកោះកេតបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី4សុគបុត្រាទ្រង់ព្រះបាទហោវរ្ម័នទី2បានឡើងសោយរាជ្យបន្ត941 944កុស28ព្រះបាទរាជាវម្មបានលើករាជធានីពីកោះកេតមកដល់តំបន់អង្គរវិញស្ដេចអង្គនេះបានគ្រប់គ្រងទឹកដីទូលាយជាងស្ដេចមុនទាំងអស់ព្រោះព្រះបដាជាអ្នកចេនឡាទឹកលិចព្រះនាមមហេន្ទវម្មនិងព្រះមាតាទ្រង់នាមមហេន្ទទេវីត្រូវជាប្អូនស្រីរបស់ព្រះបាទទេសោវមទី1និងជាប្អូនស្រីមហេសីព្រះបាទជ័យវម្មទី4ដូចនេះហើយព្រះអង្គមានអំណាចគ្រប់គ្រងទឹកដីធំទូលាយស្ដេចឡើងសោយរាជ្យបន្ទាប់គឺព្រះបាទជ័យវម្មទី5ហើយព្រះអង្គបានរក្សាទឹកដីនិងអំណាចដែលព្រះបាទរាជាវម្មមាន29ព្រះបាទសូអវមទី1មានគោរមងារជាកំធន់ដែលលោកសុកស៊ឺដេសនិយាយថាជាគោរមងារកំធន់ព្រះអង្គម្ចាស់នៅក្នុងភាសាឧបទ្វីបម៉ាឡេស៊ីលោកគិតថាព្រះបាទសូអវមទី1បានយាងមកពីម៉ាឡេស៊ីហើយជាស្ដេចកាន់ព្រះពុទ្ធសាសនាទៀតផងប៉ុន្តែបើយោងតាមសាលាចារឹកកម្ពុជាគឺសាលាចារឹកតាកិននិងសាលាចារឹកបាយពុះបានឲ្យដឹងថាព្រះបាទសូអវមទី1មានដើមកំណើតនៅកម្ពុជាភាគកណ្ដាលហើយបានទៅកាន់អ្នកកប់អំណាចនៅអង្គរហើយទ្រង់ជាស្ដេចកាន់ព្រាហ្មណ៍សាសនាចាប់ពីឆ្នាំ1002ដល់1010ព្រះអង្គបានកាន់កាប់ទឹកដីកម្ពុជាភាគកណ្ដាលនិងបានធ្វើសង្គ្រាមប្រឆាំងស្ដេចនៅអង្គរគឺព្រះបាទជ័យវិវង្សនៅឆ្នាំ1010គូសព្រះអង្គបានទទួលជ័យជំនះនិងបានឡើងសោយរាជ្យនៅអង្គរ30ប្រាសាទបន្ទាយស្រីក៏សាងឡើងនៅឆ្នាំ967គូសដោយព្រះរាជាគ្រូព្រះបាទជីវវ្មទី5គឺព្រាហ្មណ៍យិញវរិហៈដែលមានឈ្មោះដើមថាត្រេភោនហេស្វរៈដើម្បីឧទ្ទិសដល់អាទិទេពក្នុងទស្សនៈត្រីមូត្រមានព្រះព្រហ្មឆ្វេងព្រះសិវៈកណ្ដាលព្រះវិស្ណុស្ដាំសូមអរគុណច្រើនដល់បងប្អូនដែលបានតាមដានការស្ដាប់អំពីប្រវត្តិសាស្ត្រខ្មែរសម័យអាណាចក្រអង្គររហូតដល់ចប់សូមបងប្អូនបន្តស្ដាប់នៅវីដេអូក្រោយទៀតអំពីសម័យចមុកសូមអរគុណ